បាទកុំឲ្យបងប្អូនទាំងរងចាំយូរបាទអញ្ចឹងយើងចាប់ផ្ដើមដំបូងនេះគឺចេញពីរឿង Arsenal តែម្ដងដែលតាក់ទងទៅនឹងការទិញចូលនៅកីឡាករថ្មីបាទពី Newcastle United គឺ Bruno Guimaraes បាទពីក្លឹប Newcastle បាទការប៉ុនប៉ងរបស់ Arsenal ទីបំផុតទៅគឺបានសម្រេចគោលដៅបាទតែយើងអាចថានៅសល់មួយដំណាក់កាលទៀតនៃការពិនិត្យសុខភាពមុននឹងក្លឹបធ្វើការប្រកាសជាផ្លូវការនៅការមកដល់របស់កីឡាករ Bruno Guimaraes ពីក្លឹប Newcastle នេះបាទបងប្អូនខ្លះគាត់ថាបង here we go ដល់មកហើយ here we go សម្រាប់ Fabrizio Romano គាត់នៅមិនទាន់មកទេគាត់ថាដូចខ្ញុំជម្រាបជូនមកអញ្ចឹងភាគីកីឡាករនិងភាគីក្លឹបថ្មី Arsenal ព្រមព្រៀងគ្នាហើយភាគី Newcastle ក៏ព្រមលក់បាទកីឡាករទៅឲ្យArsenal ហើយមួយទៀតគឺបាទការចរចាតម្លៃផ្ទេររវាងក្លឹបទាំងពីរយ៉ាង Newcastle និង Arsenal គឺបានជោគជ័យបាទអញ្ចឹងបានន័យថា here we go បាទប៉ុន្តែដំណាក់កាលមួយទៀតគឺការពិនិត្យសុខភាពបើឧទាហរណ៍ថាការពិនិត្យសុខភាពហ្នឹងវាបរាជ័យឬក៏ពិនិត្យទៅឃើញកីឡាករ Bruno Guimaraes គាត់មានបញ្ហារបួសណាមួយដែលអាចធ្វើឲ្យ Arsenal ប្រែប្រួលចិត្តមិនយកវិញអាហ្នឹងគឺការផ្ទេរនឹងអត់បានជោគជ័យទេបាទអញ្ចឹងនៅក្នុងរដូវកាលនេះយើងឃើញ Manchester United មួយដែលបានគេហៅថាបោកក៏បែកអញ្ចឹងចុះយើងប្រើពាក្យបាទប្រើពាក្យថាយើងចំណាំយើងនិយាយលេងថាបោកក៏បែកបាទព្រមព្រៀងមួយអាតឡង់តាហើយបាទទិញយក Ederson ខ្សែបម្រើប្រេស៊ីលពីក្លឹបអាតឡង់តាដូច40លានផោនបាទមុន World Cup ចូលមកដល់បាទមុន World Cup ចូលមកដល់ហើយស្រាប់តែ Ederson នោះគេក៏ហៅទៅចូលរួមជម្រើសជាតិប្រេស៊ីលនៅ World Cup អញ្ចឹង Man U តាមទៅពិនិត្យសុខភាពដល់កន្លែងហ្មងទៅដល់សហរដ្ឋអាមេរិកម្ដងពិនិត្យសុខភាព Ederson នៅនឹងកន្លែងក៏ព្រមព្រៀងថាអូខេយក Ederson ណាបាទ Ederson ហ្នឹងក៏ដឹងតែមក Man U ប៉ុន្តែមិនទាន់ផ្លូវការទេណាបាទព្រោះកីឡាករមិនទាន់មក Anvil បាទការពិនិត្យសុខភាពវាឈានចូលដល់សឹងតែថាអាចសាញ់ contract ហើយប៉ុន្តែកីឡាករចុងក្រោយគឺគាត់ទៅមក Anvil នៅទឹកដីឬក៏ពិនិត្យសុខភាពមួយតង់ទៀតបាទនៅកីឡាដ្ឋានOld Trafford បាទរហូតមកដល់ពិនិត្យសុខភាពមួយតង់ទៀតនៅ Old Trafford លេង Man U ប្រកាសថាពិនិត្យសុខភាពអត់ជោគជ័យបាទអញ្ចឹងក៏ប្រែចិត្តអត់ទិញយក Ederson វិញណាអញ្ចឹងណាអញ្ចឹងរាល់ការពិនិត្យសុខភាពទៅធ្វើឡើងនៅសហរដ្ឋអាមេរិកជួនកាលវាអត់គ្រប់គ្រឿងយើងអាចនិយាយថាអាហ្នឹងយើងបញ្ជូនមនុស្សទៅពិនិត្យវាអត់គ្រប់គ្រឿងអញ្ចឹងតទៅពេលមកពិនិត្យនៅទឹកដី Old Trafford Carrington លេងស្រាប់តាពិនិត្យទៅឃើញថាសុខភាពមិនល្អអាចមានបញ្ហារបួសនេះរបួសនោះដែលអាចអស់ម្លាយរយៈពេលយូរក៏ឈប់យកវិញទៅអញ្ចឹងករណីនេះគឺយើងឃើញ here we go តាំងពីយូរពីយារណាស់មកហើយបាទតែហេតុអីបានផ្ទេរបានជោគជ័យអញ្ចឹងករណីនឹងមានកើតឡើងស្ទើររាល់រដូវកាលនៃពេលដែលទីផ្សាររដូវកីឡាករបើកទ្វារបងប្អូនមិនបាច់ឆ្ងល់ទេណាបាទអញ្ចឹង here we go ហើយបាទសប្បាយចិត្តទៅបាទអ្នកគ្រប់គ្រងបាទគាត់ថានៅមានភាគរយតិចតួចទេដែលអាចនឹងមិនអាចនឹងមកដល់បាទបើសិនជាកីឡាករនោះគាត់មានបញ្ហាទៅលើការពិនិត្យសុខភាពមួយដំណាក់កាលចុងក្រោយទៀតបាទ everything បាទថាគ្រប់យ៉ាងគឺអូខេអស់ហើយតម្លៃផ្ទេរ75លានផោនដែល Arsenal ព្រមឲ្យទៅ Newcastle បាទចរចាគ្នាប្រមាណខែហើយបាទគឺតាក់ទើរឿងតម្លៃផ្ទេរនឹងដែរចុងក្រោយគឺ75លានផោនបាទអញ្ចឹង Newcastle ព្រមទទួលយកក្នុងតម្លៃនេះហើយតម្លៃនេះនិយាយទៅ Newcastle លក់បានថ្លៃហើយបាទកាលពីទិញBruno Guimaraes បាទពី Olympic Lyon មកគឺ50លានអឺរ៉ូបើយើងគិតលុយផោនប្រហែលជាខ្ទង់42-43លានផោននេះទេបាទអញ្ចឹងឥឡូវលក់បាន75លានផោនវាចំណេញសឹងពាក់កណ្ដាលហើយបាទអញ្ចឹងអូខេអាយុប៉ុណ្ណេះ Bruno Guimaraes វ័យ28ឆ្នាំលក់បាន70លានផោន75លានផោនគឺជាតម្លៃមួយដ៏ថ្លៃសម្រាប់ខ្ញុំគឺតម្លៃមួយដ៏ថ្លៃបាទតែគុណភាពលេងរបស់ Bruno Guimaraes បងប្អូនអ្នកគ្រប់គ្រងក៏សួរថាលេងល្អអត់បងប្អូនមើលខ្លួនឯងទៅបាទបាល់ Premier League Newcastle ខ្លាំងដុំក្រាហ្នឹងក៏ដោយសារ Bruno Guimaraes ហើយនិង Sandro Tonali ដល់ការមុនណាពីរអ្នកនេះគឺលេងល្អខ្លាំងបាទ
chẳng là lớn trên từng pi nhu so sẽ trên từng pi mùi từ Spurs mùi mà Arsenal đi và chẳng tầm lấy ní cứ dân khơi tha Arsenal cho nên xong tôi nhu so cho nên được cô và hơi mẹ Arsenal số ta tinh tầm lấy ní thay và lại mùi chip pi hơi dụ một hay bằng 7 năm nhưng chặt tục thà thay hơi và bữa sân chỉ lụa thầm học sập liên rồi có 20 liên pháo học sập liên nâng sợi ấy đấy tại 70 liên pháo mà này thay tới giới dụ một hay bằng 7 năm so pi năm thứ 30តែឥឡូវនេះយើងឃើញថារបត់បាទនៃការទិញដូរកីឡាករក្លឹបនៅក្នុងឆ្នាំ2026 2027នេះយើងឃើញមានការប្រែប្រួលខ្លះដោយរបត់នៃការយល់ឃើញរបស់ក្លឹបនីមួយៗគាត់មិនសំដៅទៅលើអាយុនៃកីឡាករប្រមាណជាគោលទេបាទឲ្យតែតម្លៃល្មមសមរម្យទិញបានពួកគាត់ទិញបាទគាត់ថា Bruno Guimaraes គាត់28គាត់រៀងច្រើនតិចហើយប៉ុន្តែយើងមើល Chelsea ថ្ងៃមុនទិញ2នាក់សិស្សចាស់បាទមាន Danny Welbeck ហើយនិង Jordan Henderson 2នាក់នេះអាយុ30ក្រាស់ឡើងបាទដូច Welbeck 35ហើយ Henderson 36ហើយបាទអញ្ចឹងហេតុអីបានក្លឹបទិញមិនថ្លៃប្រហែលទេបាទធូទេប៉ុន្តែគេគិតថាសំខាន់គឺជួយក្លឹបនៅរយៈពេលជាក់ស្ដែងឧទាហរណ៍ថាគេចង់កែប្រែនៅបញ្ហារបស់ក្លឹបនៅក្នុងរដូវកាលហ្នឹងឲ្យបានគេត្រូវការកីឡាករណាដែលយកមកដាក់នៅតំបន់ហ្នឹងបាទអញ្ចឹងយើងឃើញហ្នឹងបាទអាហ្នឹងគេហៅថារបត់នៃការគិតរបស់ក្លឹបមួយប្រែប្រួលទៅប្រែប្រួលមកពីមុនក្លឹបមួយរកការទិញកីឡាករភាគច្រើនផ្ដោតលើតែកីឡាករគេហៅថា talent young talent បាទគឺក្មេងដែលមានទេពកោសល្យឡើងមកថ្មីទៅពីទិញចំណាយលុយទិញតែឥឡូវគេអត់សំខាន់ទេឧទាហរណ៍ថាគ្រូថ្មីគាត់មកដល់គាត់មើលឃើញថាក្លឹបហ្នឹងគឺចង់ត្រូវការជួសជុលកន្លែងនេះបាទតំបន់នេះអញ្ចឹងអ្នកណាដែលស័ក្តិសមនឹងការលេងតំបន់ហ្នឹងបាទគឺកីឡាករនេះតែអាយុចាស់ក្មេងអត់សំខាន់គាត់យកមកតើជួយក្លឹបបានពៀនឬក៏បានសម្រេចនៅសមិទ្ធផលអ្វីដែលក្លឹបចង់បានដាក់គោលដៅឬក៏ master plan ដែលក្លឹបចង់បានឬក៏អត់ណាអាហ្នឹងទើបបានជាបាទគេហៅថាភាពវៃឆ្លាតមួយរបស់គ្រូបង្វឹកបាទអញ្ចឹងជំមើលហើយ Man U ក៏ដូចគ្នា Man U ឆ្នាំនេះយើងឃើញថាការទិញកីឡាកររបស់ Man U មានភាពវៃឆ្លាតដោយមិនចាំបាច់ទិញយកកីឡាករដែលមានតម្លៃថ្លៃកប់យកមកដាក់ចូលក្នុងក្លឹបទេខ្ញុំគិតថាការដោះដូរបែបនេះគឺជាការដោះដូរដ៏វៃឆ្លាតមួយសម្រាប់ខ្ញុំណាបាទពីព្រោះការចាយលុយដែលក្នុងចំនួនមួយដែលស័ក្តិសមហើយនឹងល្មមបាទ30-40លានបាទហើយទិញបានកីឡាករមួយដែលកំពុងលេងល្អលេចធ្លោគឺល្អគឺជាការដោះដូរដ៏វៃឆ្លាតមួយកត្តាអាយុដូចខ្ញុំនិយាយអញ្ចឹង29ឆ្នាំសម្រាប់ Yuri Tielemans ទិញមកពី Aston Villa ហើយតម្លៃប្រទេសប្រហែល70-40លានប៉ុណ្ណឹងអូខេហើយបាទបើមិនយូរយកមកប្រើបាន3ឆ្នាំឬក៏គាត់នៅល្អថែមមួយឆ្នាំទៀតក៏ជោគជ័យដែរហើយបើគុណភាពលេងគាត់បានល្អជួយក្លឹបបាននៅ top 4ឬក៏លេខ1លេខ2លេខ3លេខ4លេខ5មិនចំណេញបាទអញ្ចឹងអ្នកខ្លះថាអូយទៅទិញយកកីឡាករគេប្រើមួយទឹកពីរទឹក3ទឹកហើយបាទអញ្ចឹងឥឡូវនេះក្នុងឆ្នាំនេះយើងឃើញថាការផ្លាស់ប្ដូរថ្មីនៃយុទ្ធសាស្ត្រទិញដូរកីឡាករយើងមើលឃើញក្លឹបចំនួន2ធំនៅអង់គ្លេសហ្នឹងគឺក្លឹប Man U ហើយនិងក្លឹប Chelsea បាទចាប់ផ្ដើមធ្វើការទិញយកនៅកីឡាករដែលមានវ័យគឺមិនលេងសំខាន់បាទវ័យគឺលេងសំខាន់បាទអញ្ចឹងចាំមើលតទៀតហើយ Arsenal នេះក៏ដូចគ្នា28ឆ្នាំ Bruno Guimaraes ប៉ុន្តែគាត់នៅ inform ល្អមែនតើបាទ Bruno Guimaraes នេះមែនតើកាលពី Casemiro គាត់ចាក់ចេញពី Man U Casemiro បានណែនាំឲ្យ Man U នឹងទិញយក Bruno Guimaraes នេះមកបាទប៉ុន្តែ Man U ទិញអត់បានទេបាទអញ្ចឹងទៅ Arsenal វិញបាទអញ្ចឹង Arsenal ចាត់ទុកថាអូខេការទិញបាន Bruno Guimaraes គឺជារឿងមួយដ៏ត្រឹមត្រូវបាទហើយវាឆ្លាតដែរតែការមកដល់របស់ Bruno Guimaraes អាចនឹងធ្វើឲ្យបាទ Christian Nørgaard កីឡាករ Denmark ហ្នឹងគឺបានត្រៀមលក្ខណៈចាក់ចេញហើយក្រុមដែលកំពុងតែចង់បានគាត់គឺ Everton អាចនឹងលក់ Christian Nørgaard មួយចេញដើម្បីទុក space ឲ្យ Bruno Guimaraes មកក្នុងការមកដល់ហើយមួយទៀតគឺបាទ Martin Zubimendi ក៏មិនទាន់ច្បាស់បាទថាអាចនឹងនៅបន្តទៀតដែរ
bà sân chia Bruno Guimaraes quạt linh bàn lõហើយquạt inform khángហើយនិយាយរឿង Declan Rice បាញ់និយាយទេកន្លែងហ្នឹងគឺកន្លែងរបស់គាត់មានមកអីរួចស្រេចហើយបាទអញ្ចឹង Martin Zubimendi ឬក៏ Mikel Merino ឬក៏ Martin Odegaard ឬក៏ Martin Zubimendi គឺគាត់ត្រូវតែប្រជែងគ្នាយកមកកន្លែងជាមួយនឹង Rice អញ្ចឹង Bruno Guimaraes មកដល់ប្រហែលជា Bruno Guimaraes នេះហើយយកប៉ុន្តែគាត់ត្រូវប្រជែងបាទអ្នកដែលនៅស្រាប់ហ្នឹងគឺ Martin Zubimendi នេះគ្នាតំទិញមកឆ្នាំទៅបាទខ្ទង់60លាន70លានដែរតែមិនសូវបានលេងច្រើនប៉ុន្មានទេបាទឥឡូវការមកដល់របស់ Bruno Guimaraes ហ្នឹងគឺគេថាគម្រាមកំហែងដល់នីតិលេងរបស់ Martin Zubimendi ណាអញ្ចឹង Arsenal បើនិយាយទៅគឺអាចនិយាយបានថាការដោះដូរក្នុងរដូវកាលនេះអ្នកខ្លះសួរថាមាន Martin Zubimendi ហើយមិនប្រើបាទទៅរកស្អីទៀតណាបាទប៉ុន្តែអត់ទេបាទក្លឹបដែលគេធំបាទក្លឹបដែលគេចង់បាននៅពៀនលំដាប់ធំគឺគេតែងតែយកកីឡាករយកមកប្រជែងគ្នានៅតំបន់ណាមួយដើម្បីឲ្យពួកគាត់ប្រឹងប្រែងរៀងខ្លួនតែ Bruno Guimaraes ក៏ដោយឧទាហរណ៍ថាគាត់ទិញមកមិនមែនថាថ្លៃ75លានផោននឹងដឹងដាក់ឲ្យលេងទេបើសិនគាត់លេងទៅមិនសូវជាល្អក៏អាចចតដែរបាទដូច Liverpool ទិញ Isak មកពី Newcastle អញ្ចឹងលេងមិនសូវល្អដាក់ឲ្យចតដាក់ Ekitike លេងថ្លៃជាង Ekitike តែ Ekitike លេងល្អជាងដាក់ Ekitike លេងបាទអញ្ចឹងមិនមែនថាទិញមកថ្លៃដល់បានលេងទេណាបាទមកត្រូវបញ្ចេញអ្នកនៅនឹងស្រាប់ទៀតបាទអញ្ចឹងនៅនឹងស្រាប់យើងឃើញមាន Fabio Vieira ឥឡូវវិលត្រឡប់ពីការខ្ជិលជើងរបស់ Porto មកវិញ Navani អ្នកមានស្រាប់ Mikel Merino Declan Rice Ebechery Eze បាទ Martin Zubimendi Christian Nogard ហើយនឹង Martin Odegaard តែ Martin Odegaard នេះអាចលេងជាបម្រើប្រយុទ្ធបាទ Mikel Merino ក៏គាត់អាចលេងជាបម្រើប្រយុទ្ធកដាលបាទហើយEze អាចលេងជាបម្រើប្រយុទ្ធកដាលតែតំបន់ដែល Bruno Guimaraes លេងគាត់ជាបម្រើបាតបម្រើការពារបាទទូនទីគាត់ជាមួយ Declan Rice ហ្នឹងគឺប្រព័ន្ធ 4-2-3-1 2នាក់ហ្នឹងគឺ Declan Rice អាចនឹង Bruno Guimaraes ឬក៏ Martin Zubimendi បាទMikel Merino ក៏អាចលេងបម្រើបាតនឹងបានដូចគ្នាដែរមួយរយៈក្រោយគាត់លេងបម្រើប្រយុទ្ធនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញកាលពី World Cup ក៏គាត់លេងនៅបម្រើប្រយុទ្ធដូចគ្នាបាទអញ្ចឹងអូខេបាទសម្រាប់ Arsenal ការទិញនេះគឺខ្ញុំគិតថាល្អតែក៏មិនទាន់ល្អពេកដែរបាទគាត់ថាល្អបាទល្អកម្រិតណាយើងចាំមើលបន្តទៀតក្នុងរដូវកាលថ្មីដែល Arsenal នឹងចូលមកដល់បាទតើ Arsenal អាចប្រើប្រាស់ Bruno Guimaraes ទៅតាមលទ្ធភាពនិងសមត្ថភាពរបស់គាត់ឬក៏តាមទឹកលុយដែល Arsenal ទិញមកបានដូចបំណងប្រាថ្នារបស់ Arsenal ទៅអត់ឬអត់អាហ្នឹងទើបបានគេហៅថាការទិញត្រូវគាត់ថាទិញបានយើងមិនទាន់ថាទិញត្រូវទេណាតើតើលេងល្អទៀតបានហៅថាការទិញត្រឹមត្រូវបាទ